សួស្តីអ្នកនរគ្នាចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំមកបង្ហាញអំពីការ configure firewall នៅលើ YouTube server ចឹងមុនយើងចូលទៅ configure យើងទៅដឹងថាអ្វីទៅជា firewall ដែរចឹង firewall វាជាបច្ចេកជាសុវត្ថិភាពដែលគេប្រើវាដើម្បីការពារ computer ឬក៏បណ្ដាញមិនឲ្យមានអ្នកខាងក្រៅឬក៏កម្មវិធីមិនស្របច្បាប់ចូលទៅប្រើប្រាស់ឯកសារឬក៏សេវាកម្មរបស់យើងចឹងកាត់ន័យយកទៅគឺ firewall ហ្នឹងគឺធ្វើដើម្បីការពារពីការ hacker ពីការ access ចូលទៅតាម IP តាមអីចូលទៅខាង server របស់យើងអញ្ចឹងខ្ញុំនឹងទៅធ្វើការ configure ពី firewall នៅក្នុង YouTube server អូខេអញ្ចឹងខ្ញុំនឹងបង្ហាញអំពីការ configure firewall លើ YouTube server អញ្ចឹងទីមួយគឺយើងត្រូវការ update YouTube server របស់យើងចឹងយើងនឹងចាំការ update តិចទៅអូខេចឹងការ update ហើយខ្ញុំ clear វាចោលមួយចឹងតមកគឺយើងត្រូវការ install UTSW ចឹងមានថា firewall ហ្នឹងគឺខ្ញុំធ្វើ firewall UTSW ហ្នឹងចឹងត្រូវការ install វាអូខេចឹងបន្ទាប់ពីការ install យ៉ាងយូរមកគឺយូរមែនទែនយើងរងចាំវាដែរចឹងដល់ពេល install គឺធ្វើការរងចាំវាឡើង5-600 vignity ដែរចឹងឡើយគឺយើង install វាស័ក្តិសិទ្ធិហើយចឹង clear វាចោលអូខេចឹងបន្ទាប់ពីយើង install វាស័ក្តិសិទ្ធិមកហើយគឺយើងត្រូវការឆែកនៅ status របស់វាតើវា active អត់ចឹងនេះគឺ inactive នៅការ enable វាសិនមកអូខេអញ្ចឹងយើងឆែក status វាម្ដងទៀតចឹង status របស់វាគឺ active ហើយអញ្ចឹងបន្ទាប់ពីយើងឆែក status ហើយយើងត្រូវការ allow នៃ SSH អញ្ចឹងដើម្បី allow SSH មានថាយើងអនុញ្ញាតឲ្យគេចូលតាម port ដែល SSH ប្រើហ្នឹងឧទាហរណ៍ថា port 22អញ្ចឹង allow SSH មកអញ្ចឹងគឺ row add ហើយតមកទៀតគឺខ្ញុំត្រូវការ allow នៃ port 20p/TCP ហ្នឹងអូខេអញ្ចឹងគឺយើង add វាហើយតទៅពីយើង add វាហើយគឺយើងត្រូវការ allow នៅ port ដែលយើងចង់ប្រើមានន័យថាយើងចង់ប្រើ HTTP HTTPS DNS ឲ្យគេចូលតាមហ្នឹងគឺយើងនឹងធ្វើការ allow វាទាំងអស់តែម្ដងអញ្ចឹងគឺខ្ញុំ allow វាទាំងអស់នឹងចូលមកsorry គឺយកត្រឹមនេះទេចឹងនេះយើងចូលហើយចំពោះ port ទាំងអស់នេះគឺយើង allow ឲ្យគេចូលតាម port ដែលយើងបាន allow គេចូលហ្នឹងអូខេអញ្ចឹងគឺយើង allow port អស់ហើយតទៅទៀតគឺយើង deny អញ្ចឹង deny port ណាគេយើង deny port 23គឺខ្ញុំ deny ឲ្យគេចូលទេអញ្ចឹងគឺខ្ញុំ deny មកតមកទៀតគឺ port 3389ហើយកន្លែងនេះគឺយើង deny ចេញពី IP មានន័យថាយើងអត់ចោលឲ្យ IP មួយណាចូលបានគឺថាចែក IP របស់ខ្ញុំអូខេអញ្ចឹងខ្ញុំអត់ចង់ឲ្យ IP នេះគឺ105 IP កុងទ័រខ្ញុំហ៎
ចឹងគឺ109ចឹងខ្ញុំចង់ឲ្យ IP ហ្នឹងចូលចឹងគឺខ្ញុំ deny នេះគឺ109អូខេចឹងគឺខ្ញុំ deny ឲ្យផ្សេងមកខ្ញុំយក IP នឹងចូលចឹងខ្ញុំនឹងតេស្តឲ្យអ្នកនរគ្នាមើលតមកទៀតគឺយើង allow ដែរ allow ប៉ុន្តែ allow port ជាមួយនឹង port ដែលយើងចង់ allow ហ្នឹងចឹងថយខ្ញុំ allow 105ទៅ port 22អូខេចឹងគឺខ្ញុំ allow អស់ហើយតមកទៀតគឺខ្ញុំ set វា default ចឹង default របស់វាគឺ change ទៅ deny ទាំងអស់ហើយមួយទៀតគឺ change មក default ហើយខ្ញុំនឹងទៅមើល row ដែលខ្ញុំបានកំណត់ទាំងប្រមាណហ្នឹងអូខេនេះគឺជា row ដែលខ្ញុំបានកំណត់ហ្នឹងមាន port មាន deny មាន allow នៅក្នុងហ្នឹងអញ្ចឹងការ allow ហ្នឹងគឺយើងអស់ហើយនេះគឺ enable log in on អូខេខ្ញុំ enable ហើយនេះគ្រាន់តែជាការ allow របស់យើងតាំងពីលើមកហ្នឹងគឺយើងបាន allow វាមកប៉ុណ្្នឹងឆែក gather firewall របស់យើងហ្នឹងអូខេចឹងគឺយើងតេស្តអូខេនៅទៅចូល PowerShell ចឹងកន្លែងហ្នឹងគឺវា allow គឺចឹងយើងអាចចូលទៅបានដោយសារយើងបាន allow port digit port 22នេះក៏យើង allow ចឹងបើសិនបើយើងតេស្តចូលតាម port 22នេះគឺវានឹងចូល automatic ចឹងនេះទៅចូល PowerShell អូខេខ្ញុំបោះ PowerShell ហើយតទៅទៀតអ្នកទៅ pass comment នឹងចូលមកចឹងនៅពេលកន្លែង test CTP ហ្នឹងគឺវានឹងចូលតាម port 22នេះគឺ true នៅ TCP ដែលយើង test ហ្នឹងគឺ true ដែលយើង allow port 22ហ្នឹងឲ្យគេចូលចឹងមិញខ្ញុំបាន deny នៅ port 23នៅខាងលើនេះគឺ port 23ខ្ញុំបាន deny ហើយចឹងខ្ញុំដាក់ឡើងនេះគឺ23ចឹងខ្ញុំនឹងតេស្តវាម្ដងទៀតចឹងកន្លែងនេះគឺវា fail ហើយដោយសារយើងបានបិទ port 23ហ្នឹងគឺខ្ញុំបានដាក់ deny ហើយចឹងសម្រាប់ load មក fail បែបនេះគឺគេអាច access ចូលតាម IP ហ្នឹង port ហ្នឹងឯងហើយកន្លែង information របស់វាកន្លែង test TCP test access នេះក៏វា fail ហើយអូខេចឹងការ test របស់ខ្ញុំគឺនៅក្នុងការធ្វើ firewall នៅលើ YouTube server គឺយើងមានតែប៉ុណ្្នឹងទេចឹងយើងអាចធ្វើឲ្យ test វាទៅមកបានចឹងអរគុណអ្នកនរគ្នាបានទស្សនាវីដេអូនេះដល់ចប់